ការងារគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីអត្តចរិតរបស់មនុស្សតាខ្ញុំគាត់ប្រាប់ថាមនុស្សស្អាតសង្ហាជារឿងដោយឡែកតែបើចង់ដឹងពីចរិតពិតរបស់គេទៅមើលការងារដែលគេធ្វើទៅដឹងហើយមនុស្សធ្វើការហ្មត់ចត់ជីវិតរបស់គេក៏ហ្មត់ចត់ដែរមនុស្សធ្វើការបែបចុងដៃចុងជើងជីវិតរស់នៅរបស់គេក៏មិនគួរឲ្យទុកចិត្តដែរចុងដៃចុងជើងដូចគ្នាមនុស្សធ្វើការឡប់ឡែជីវិតរបស់គេក៏ឡប់ឡែដូចតែគ្នានិយាយទៅកិច្ចការមួយវាឆ្លុះបញ្ចាំងពីចរិតមនុស្ស70ទៅ80%ហើយជាមួយការងារកាលពីខ្ញុំនៅតូចលោកតាគាត់បង្រៀនថាការងារអីក៏ដោយបើស្រឡាញ់ចាំធ្វើបើមិនស្រឡាញ់កុំធ្វើហើយបើបានជាធ្វើហើយត្រូវតែគោរពឲ្យតម្លៃការងារនោះគាត់ថាការងារវាលើកមុខមនុស្សតែការងារវាក៏លក់មុខមនុស្សដូចគ្នាកាន់ការងារតូចក៏ដោយធំក៏ដោយត្រូវធ្វើវាឲ្យមាំកុំធ្វើលេងគាត់ប្រាប់ថាមានការងារធ្វើត្រូវគិតរឿង3ដូចមុំចក្រានអញ្ចឹងហើយកុំភ្លេចខ្លួនឲ្យសោះទី1គាត់ផ្ដាំថាបើធ្វើការមានការងារធ្វើត្រូវធ្វើឲ្យលឿនកុំធ្វើសើកកុំធ្វើមើកធ្វើឲ្យដូចខ្លាចគេដដើមធ្វើអញ្ចឹងរៀនធ្វើការឲ្យលឿនឱកាសយើងមានច្រើនជាងអ្នកដទៃគេធ្វើបានមួយយើងធ្វើបានពីរហើយបើថ្ងៃណាមួយគេត្រូវដកមនុស្សចោលគេមិនដកយើងធ្វើបានពីរនឹងទេគេដកអ្នកធ្វើបានមួយពេលធ្វើការត្រូវគិតថាការងារនឹងវាប្រៀបដូចជាការងាររបស់យើងចឹងការងារបង្រៀនមនុស្សយើងទម្លាប់ធ្វើការឲ្យគេមួយយឺតមើកអ្នកដែលខាតពេលហ្នឹងក៏ជាយើងហើយអ្នកបង្កើតទម្លាប់អាក្រក់នៃការធ្វើការហ្នឹងក៏ជាយើងដូចគ្នាហើយបើថ្ងៃណាមួយយើងចេញទៅរកស៊ីខ្លួនឯងអាបបពិសោធន៍ធ្វើការមើកមួយហ្នឹងគឺមានពេញខ្លួនតែម្ដងគាត់ផ្ដាំថាធ្វើការ